ជម្រាបសួរមនុស្សស្មោះទាំងអស់គ្នាដែលនិយមទស្សនាវីដេអូសម្រាប់សាច់រឿងនៅថ្ងៃនេះដែរគឺយើងនឹងមកជួបគ្នាជាមួយនឹងរឿងថ្មី admin អ្នកសម្រាប់ដដែលតែដូចជា Strawberry ហើយរឿងដែល admin នឹងលើកយកមកសម្រាប់នៅក្នុងថ្ងៃនេះគឺមានចំណងជើងថា Shaolin ដែលដំណើរសាច់រឿងពាក់ព័ន្ធជាមួយនឹងមេតបម្នាក់ដែលមានឥទ្ធិពលដ៏ខ្លាំងក្លាប៉ុន្តែថ្ងៃមួយគាត់ក៏ត្រូវបានកូនចៅរបស់គាត់ក្បត់គាត់ហើយក៏ចង់សម្លាប់គាត់ផងដែរដើម្បីដណ្ដើមអំណាចអញ្ចឹងហើយគាត់ក៏បានភៀសខ្លួនទៅកាន់វត្ត Shaolin ដើម្បីហាត់ក្បាច់គុន Shaolin ដើម្បីយកមកកម្ចាត់ពួកនោះវិញហើយសាច់រឿងនេះគឺវាពិតជាល្អមើលខ្លាំងមែនទែន admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយបើអ្នកអត់ទាន់ subscribe channel admin ទេសូមចូលចុចឲ្យម្នាក់មួយមកអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងបានបង្ហាញអំពីសោកនាដកម្មមួយដ៏សង្វេគមែនទែនគឺឃើញថាមានប្រជាជនស្លាប់ជាច្រើនដោយសារតែសង្គ្រាមហើយពេលនោះក៏មានវត្តមានព្រះសង្ឃសាវលៀងជាច្រើនអង្គដែលបានមកជួយសង្គ្រោះជីវិតមនុស្សបន្ទាប់មកក៏មានមេតបម្នាក់ដែលកំពុងតែត្រូវបានគេតាមសម្លាប់ហើយអ្នកដែលកំពុងតែដឹកនាំកងទ័ពមួយក្រុមដើម្បីតាមសម្លាប់មេតបអ្នកនោះគាត់មានឈ្មោះថាឆៅម៉ាន់ហើយដើម្បីស្វែងរកបរិមអ្នកនោះឲ្យទាល់តែបានពួកកងទ័ពទាំងអស់ហ្នឹងក៏បានកកកកាយផ្ទះរបស់អ្នកភូមិឡើងខ្ទេចខ្ទីហើយបរិមម្នាក់នោះដោយសារតែគិតថានៅទីនេះគឺមិនអាចលាក់ខ្លួនបានទេអញ្ចឹងហើយគាត់ក៏បានរត់ចូលទៅក្នុងវត្តសាវលីងហើយនៅពេលដែលឆៅម៉ាន់គាត់បានកលេចឃើញបរិមម្នាក់នោះរត់ចូលទៅក្នុងវត្តសាវលីងគាត់ក៏បានធ្វើការដេញតាមរហូតចូលទៅដល់ក្នុងវត្តពេលចូលមកដល់ក្នុងវត្តក៏មានព្រះសង្ឃជាច្រើនអង្គដែលបានរារាំងពួកនឹងមិនឲ្យចូលមកក្នុងវត្តនោះទេប៉ុន្តែពួកនឹងមិនខ្វល់នោះទេក៏បានបំបោសេះបុកព្រះសង្ឃធ្លាក់ចូលទៅក្នុងទឹកអស់មួយចំនួនហើយក៏មានព្រះសង្ឃមួយអង្គដែលមានព្រះនាមថាជីងសានហើយគាត់គឺជាសិស្សច្បងទី2នៅក្នុងវត្តសាវលីងជីងសានគាត់ពិតជាមានកម្លាំងខ្លាំងមែនទែនគាត់បានទប់សេះរបស់ឆៅម៉ាន់មិនឲ្យធ្វើដំណើរទៅមុខបន្តទៀតនោះទេហើយនៅពេលដែលខំប្រឹងទប់សេះចុះឡើងហ្នឹងក៏ធ្វើឲ្យសេះនឹងជពុបជើងជាមួយនឹងកាមចន្ទាធ្លាក់ឆៅម៉ាន់ចុះមកខាងក្រោមហើយឆៅម៉ាន់គឺពិតជាខឹងខ្លាំងមែនទែនហើយមើលទៅក្បាច់គុណរបស់ពួកគេទាំងពីរគឺប្រហាក់ប្រហែលនឹងគ្នានោះទេហើយជីងសានក៏បានវាយត្រូវឆៅម៉ាន់មួយដៃហើយឆៅម៉ាន់ក៏បានធាក់ចំជីងសានមួយជើងវិញដូចគ្នានៅពេលដែលជីងសានត្រូវមួយជើងសិស្សច្បងធំទី1នៃវត្តសាវលីងដែលមានព្រះនាមថាជីងនឹងក៏បានចូលមកប្រកួតជាមួយនឹងឆៅម៉ាន់ហើយឆៅម៉ាន់គឺមិនអាចយកឈ្នះជីងនឹងបានទេហើយពេលនេះគេខឹងខ្លាំងណាស់ក៏បានដកកំភ្លើងមកភ្ជង់តែម្ដងនៅអំឡុងពេលនោះផងដែរវត្តមានរបស់មេតបធំក៏បានធ្វើដំណើរមកដល់ទីនេះហើយគាត់មានឈ្មោះថាហូជាពេលធ្វើដំណើរមកដល់មេតបហូជាក៏បានស្ដីឲ្យកូនចៅរបស់គាត់ថាគេប្រើក្បាច់គុណដើម្បីស្វាគមន៍ប៉ុន្តែហេតុអីបានជាប្រើកំភ្លើងទៅវិញពិតជាអត់សុជីវធម៌ខ្លាំងមែនទែនបន្ទាប់មកហូជាក៏បានចរចាជាមួយនឹងចៅអធិការវត្តសាវលីងហើយគាត់ក៏បានប្រាប់ថាមេតបអ្នកនោះគឺចិត្តស្លាប់ទៅហើយអញ្ចឹងឲ្យបញ្ជូនគេទៅតែម្ដងទៅមិនចាំបាច់ជួយសង្គ្រោះជីវិតអីនោះទេហើយចៅអធិការក៏បានឆ្លើយតបមកវិញថាព្រះមានចិត្តមេត្តាករុណាទោះបីជាដល់ដង្ហើមចុងក្រោយក៏នៅតែជួយដែរនៅពេលដែលលើចៅអធិការមានសង្ឃដីកាដូច្នេះហូជាក៏បានប្រាប់ទៅកាន់ចៅអធិការវិញថាប៉ះសិនបើបរិមអ្នកនោះមិនស្លាប់គេដេកមិនលក់នោះទេនៅពេលលើហូជានិយាយដូច្នេះបរិមអ្នកនោះក៏បានប្រាប់មកកាន់ហូជាវិញថាប៉ះសិនបើហូជាព្រមទុកជីវិតឲ្យគាត់សុខចិត្តបកគលទីក្រុងទាំងមូលទៅឲ្យហើយនឹងព្រមចោះចាញ់ក៏ដូចជាប្រគល់នៅទ្រព្យសម្បត្តិទាំងអស់ផងដែរហូជាលឺដូច្នេះក៏បានធ្វើជាយល់ព្រមហើយក៏បានលាចៅអធិការវត្តដើម្បីត្រឡប់ទៅវិញបរិមអ្នកនោះគឺពិតជាត្រេកអរមែនទែនដែលបានរួចផុតជីវិតហើយក៏បានធ្វើការអរគុណទៅកាន់ចៅអធិការវត្តសាវលីងដែលបានជួយសង្គ្រោះជីវិតគេប៉ុន្តែហូជាមិនបានគោរពពាក្យសន្យានោះទេគេក៏បានបាញ់មួយគ្រាប់ធ្វើឲ្យបរិមអ្នកនោះស្លាប់តែម្ដងហើយគ្រាប់កំភ្លើងក៏បានធ្លាយពីបរិមអ្នកនោះទៀតមកចំចៅអធិការវត្តសាវលីងផងដែរហើយជាងនឹងគឺពិតជាខឹងខ្លាំងមែនទែនក៏បានប្រាប់ឲ្យលោកសង្ឃទាំងអស់រៀបក្បួនដើម្បីការពារវត្តសាវលីងហើយពួកគេគឺរៀបនឹងប្រយុទ្ធគ្នាទៅហើយប៉ុន្តែត្រូវបានចៅអធិការវត្តរារាំងបន្ទាប់មកហូជាក៏បានដឹកនាំកងទ័ពទាំងអស់ដើម្បីហាយក្បួនចូលទៅក្នុងក្រុងដើម្បីអបអរសាទរដែលពួកគេវាយបានក្រុងថ្មីហើយនៅតាមផ្លូវគេក៏បានឆ្លៀតសួរទៅកាន់ឆៅម៉ាន់ដែលជាកូនចៅរបស់គេនឹងថាហេតុអីបានជានៅក្នុងវត្តសាវលីងគ្រាន់តែភ្ជង់មិនក៏មិនព្រមបាញ់តែម្ដងទៅហើយគាត់ក៏បានបង្រៀនទៅកាន់ឆៅម៉ាន់ថាបើចង់ធ្វើកិច្ចការធំគឺត្រូវតែចិត្តដាច់ហើយបើមិនចាត់ការគេនោះទេគឺនឹងត្រូវគេចាត់ការវិញឬហូជានិយាយដូច្នេះឆៅម៉ាន់ក៏បាននិយាយថាប្រសិនបើលើកក្រោយអ្នកណាគេហ៊ានរារាំងកិច្ចការធំរបស់គេគឺគេនឹងសម្លាប់មិនរើសមុខតែម្ដងបន្ទាប់មកពួកគេក៏បានមកជួបជាមួយនឹងមេបញ្ជាការសង្ឃហើយគាត់ក៏ជាអ្នកដែលមានអំណាចមួយរូបដែរនៅទីនេះមេបញ្ជាការសង្ឃក៏បាននិយាយឌឺទៅកាន់ពួកគេទាំងពីរថាគ្រាន់តែដេញសម្លាប់មនុស្សម្នាក់សោះហើយបានជាប្រើកងទ័ពច្រើនយ៉ាងហ្នឹងបន្ទាប់មកមេបញ្ជាការសង្ឃក៏បានដើរទៅជួបក្រុមគ្រួសាររបស់ហូជាហើយគាត់ក៏បានសរសើរថាកូនស្រីរបស់ហូជាគឺកាន់តែធំគឺកាន់តែស្អាតបន្ទាប់មកហ្នឹងគាត់ក៏បានបបួលហូជាធ្វើជាដណ្ឡងនឹងគ្នាបានន័យថាគាត់ចង់ស្ដីដណ្ដឹងកូនរបស់ហូជាណាហើយមេបញ្ជាការសង្ឃនោះមិនមែនស្ដីដណ្ដឹងធម្មតានោះទេគាត់ក៏បានប្រើពាក្យសម្ដីយ៉ាងគំរាមកំហែងតែម្ដងគាត់ក៏បានប្រាប់ទៅកាន់ហូជាថាប៉ះសិនបើមិនលើកកូនស្រីមកឲ្យគាត់ទេអញ្ចឹងច្បាំងគ្នាតែម្ដងទៅហើយហូជាលឺដូច្នេះក៏មិនហ៊ានបដិសេធជាមួយនឹងមេបញ្ជាការសង្ឃដែរដោយសារតែនៅពេលនេះមេបញ្ជាការសង្ឃកំពុងតែមានអំណាចខ្លាំងជាងគេបន្ទាប់មកនឹងពួកគេក៏បានទៅសាកកំភ្លើងយន្តដែលនាំចូលមកដោយពួកកងទ័ពបរទេសប
បន្ទាប់ពីសាកកំភ្លើងហើយឃើញថាមានគុណភាពល្អឆៅម៉ាន់ក៏បានសួរទៅកាន់ពួកនោះថាកំភ្លើងនេះគិតតម្លៃពួកគេយ៉ាងម៉េចពួកបរទេសនោះក៏បានប្រាប់មកវិញថាប្រសិនបើគ្រប់គ្រងពួកគេឲ្យសាងសង់ផ្លូវដែកបានជោគជ័យគឺពួកគេមិនគិតថ្លៃកំភ្លើងនោះទេហើយនឹងជូនកំភ្លើងនេះជាច្រើនរយដើមដើម្បីធ្វើសង្គ្រាមនៅពេលដែលលើពួកបរទេសនោះនិយាយដូច្នេះហូជាក៏បានបដិសេធថាកំភ្លើងទាំងនេះគឺគេមិនយកនោះទេហើយហូជាគឺពិតជាខឹងខ្លាំងមែនទែនក៏បានដេញឲ្យពួកនោះចេញទៅវិញប៉ុន្តែឆៅម៉ាន់ហាក់ដូចជាមានការស្ដាយនឹងកំភ្លើងយន្តទាំងនោះក៏បានធ្វើការខាត់ជូនបរទេសនឹងដើម្បីបញ្ចុះបញ្ចូលឲ្យហូជាយល់ព្រមនៅពេលដែលលើឆៅម៉ាន់និយាយថាកំភ្លើងនេះល្អគឺត្រូវតែទិញហូជាគឺពិតជាមានការខឹងខ្លាំងមែនទែនហើយក៏បានស្ដីឲ្យទៅកាន់ឆៅម៉ាន់ថាបើសិនបើឆៅម៉ាន់ខ្លាចទៅជាមេតបធំអញ្ចឹងហើយគេនឹងស្ដាប់តាមប៉ុន្តែពេលនេះឆៅម៉ាន់គឺគ្មានសិទ្ធិនិយាយបែបនេះជាមួយគេនោះទេគ្រប់យ៉ាងគឺត្រូវតែស្ដាប់តាមបញ្ជារបស់គេបន្ទាប់មកនោះគាត់ក៏បានប្រាប់ទៅកាន់ឆៅម៉ាន់ថាបើសិនជាយល់ព្រមសង់ផ្លូវដែកឲ្យពួកគេគឺហាក់បីដូចជាបើកទ្វារឲ្យពួកគេចូលកាន់កាប់ទឹកដីចិនអញ្ចឹងសាច់រឿងបន្ទាប់ក៏បង្ហាញអំពីព្រះសង្ឃជាច្រើនអង្គដែលកំពុងតែហាត់គុណនៅក្នុងវត្តសាលីងហើយពួកគេក៏បានជជែកគ្នាអំពីសង្គ្រាមដែលសារតែនៅពេលនេះនៅទីកន្លែងណាក៏សត្វសឹងតែជាកន្លែងសង្គ្រាមផងដែរអញ្ចឹងហើយប្រជាជនជាច្រើនគឺអត់ឃ្លានមិនមានខោអាវនិងអាហារហូបចុកគ្រប់គ្រាន់នោះទេអញ្ចឹងហើយព្រះសង្ឃមួយអង្គដែលមានព្រះនាមថាជីងហៃដែលជាសិស្សប្អូនទី3នៃវត្តសាលីងគាត់ក៏បានផ្ដល់កំណត់ទៅឲ្យជីងសានថាប្រសិនបើពួកគេទៅលួចអ្នកមានដើម្បីជួយអ្នកក្រតើខុសច្បាប់ព្រះសង្ឃដែរឬទេហើយជីងសានក៏បានប្រាប់ទៅវិញថាប្រហែលជាមិនខុសនោះទេដោយសារតែពួកគេគឺកំពុងតែជួយជីវិតមនុស្សអញ្ចឹងហើយព្រះនឹងយកយល់មកកាន់ពួកគេនិយាយចប់ភ្លាមជីងសានក៏ធ្លាក់ទៅខាងក្រោមដោយសារតែឈរយូរទៅគឺទុនជើងសាច់រឿងបន្ទាប់កូនរបស់ហូជាគឺកំពុងតែរត់លេងប៉ុន្តែពេលនេះគេក៏បានតាក់ជើងដួលហើយហូជាខឹងខ្លាំងមែនទែនគឺចង់សម្លាប់មេដោះដែលមិនបានមើលកូនរបស់គេបានល្អនិយាយទៅហូជាគឺពិតជាស្រឡាញ់កូនស្រីរបស់គេខ្លាំងមែនទែនហើយកូនស្រីហូជាក៏បានជូនកាដូមួយមកកាន់គេដែលបានគូររូបរបស់ហូជាពោពេញទៅដោយក្តីស្រឡាញ់បន្តិចក្រោយមកឆៅម៉ាន់ក៏បានដើរមកដល់ហើយពេលនេះពួកគេកំពុងតែពិភាក្សាគ្នាអំពីរឿងភ្ជាប់ពាក្យជាមួយនឹងលោកមេទ័ពសង្ឃហូជាក៏បានប្រាប់ទៅកាន់ឆៅម៉ាន់ថាការភ្ជាប់ពាក្យនៅយប់ស្អែកនេះគឺជាឱកាសល្អដើម្បីសម្លាប់លោកមេទ័ពសង្ឃចោលតែម្ដងដោយសារតែពួកគេគឺត្រូវបានមេទ័ពសង្ឃនោះគំរាមកំហែងជាច្រើនលើកច្រើនសារអញ្ចឹងហើយគឺចាត់ការមុនទើបឈ្នះហើយហូជានឹងក៏បានខ្សឹបទៅកាន់ឆៅម៉ាន់ថាប្រសិនបើមេទ័ពសង្ឃមិនស្លាប់គេដេកមិនលក់នោះទេនិយាយទៅពាក្យនេះគឺជាពាក្យប្រចាំតកូលរបស់ហូជាតែម្ដងឲ្យតែចង់សម្លាប់អ្នកណាគឺដឹងតែនិយាយពាក្យនេះហើយប៉ុន្តែយើងស្ដាប់មកគឺវាពិតជាមានអំណាចខ្លាំងមែនទែនប្រពន្ធរបស់ហូជាដែលសារតែដឹងពីគម្រោងមួយហ្នឹងក៏បានមកខត់ប្តីរបស់ខ្លួនថាប្រសិនបើអាចទេគឺទុកជីវិតឲ្យគាត់ទៅដោយសារតែពេលនេះមេទ័ពសង្ឃក៏មានវ័យចំណាស់ដែរហើយអញ្ចឹងហើយគាត់មិនអាចមានអំណាចយូរនោះទេហូជាក៏បានប្រាប់មកកាន់ប្រពន្ធវិញថាប្រសិនបើមិនចាត់ការមេទ័ពសង្ឃទេគេនឹងចាត់ការគាត់វិញអញ្ចឹងហើយគាត់ក៏បានប្រាប់ប្រពន្ធរបស់គាត់ថាប្រសិនបើឃើញគាត់ដាក់ដៃគោះនៅលើតុគឺយកកូនស្រីចេញទៅខាងក្រៅទៅដោយសារតែគាត់មិនចង់ឲ្យកូនស្រីរបស់គាត់ឃើញគាត់សម្លាប់មនុស្សនោះទេចំណែកលោកសង្ឃរបស់យើងវិញនៅពេលនេះកំពុងតែធ្វើនៅបេសកកម្មពិសេសដែលពួកគាត់គឺកំពុងតែចូលមកក្នុងជំរំមេតបដើម្បីធ្វើការលួចនៅអង្គរជាច្រើនដើម្បីយកទៅជូនអ្នកភូមិដែលលោកសង្ឃទាំងអស់នោះគឺពិតជាឆ្លាតមែនទែនគឺបានប្រើនៅកណ្ដាលមួយក្បាលដើម្បីបញ្ឆោតឲ្យទាហានយាមចេញទៅខាងក្រៅហើយពួកគេក៏បានធ្វើការបង្ហូរនៅអង្គរតែម្ដងនៅពេលដែលលួចបានអង្គរជាច្រើនហើយលោកសង្ឃទាំងអស់ក៏បានយកអង្គរនោះទៅចាយឲ្យអ្នកភូមិហើយអ្នកភូមិទាំងអស់គឺពិតជាត្រេកអរខ្លាំងមែនទែនដែលសារតែពេលនេះពួកគេកំពុងតែអត់មានអង្គរហូបនោះទេសាច់រឿងបន្ទាប់គឺលោកមេទ័ពហូជាជាមួយនឹងមេទ័ពសង្ឃក៏បានមកភ្ជាប់សាច់ភ្ជាប់ឈាមធ្វើជាដន្លងជាមួយគ្នាហើយពួកគេក៏បានសួរទៅកាន់ចិនសែថាខែឆ្នាំរបស់កូនប្រុសកូនស្រីរបស់ពួកគេទាំងពីរគឺត្រូវគ្នាល្អដែរឬអត់ហើយចិនសែនោះក៏បាននិយាយដោយសប្បាយរីករាយត្រេកត្រអាលខ្លាំងមែនទែនថាកូនប្រុសកូនស្រីទាំងពីរនេះគឺពិតជាគូជាមួយនឹងគ្នាហើយគ្រួសារទាំងពីរគឺពិតជាថ្កុំថ្ការរីកចម្រើននិងមានអំណាចមិនត្រឹមតែប៉ុណ្ណោះទេកូនប្រុសកូនស្រីទាំងពីរនេះនឹងបង្កើតកូនរាប់រយបន្តគ្រប់ចំនួនអីអញ្ចឹងទៅនិយាយទៅគឺល្អគ្រប់សពអីអញ្ចឹងណាមិនហ៊ានថាអត់ល្អបើសិតតែមេតបធំទាំងពីរឯហ្នឹងនៅពេលដែលហូជារៀបនឹងដាក់ដៃនៅលើតុដើម្បីបង្ហាញសញ្ញាប្រាប់ប្រពន្ធឲ្យនាំកូនស្រីចេញដើម្បីសម្លាប់លោកមេទ័ពសង្ឃគាត់ក៏បាននាំហូជានិយាយអំពីរឿងបែងចែកទឹកដីហើយគាត់ក៏បានសួរថាតើក្រុងតឹងហ្វុងដែលទើបតែវាយបានថ្មីនេះត្រូវបែងចែកគ្នាយ៉ាងម៉េចហូជាក៏បានប្រាប់មេទ័ពសង្ឃថាទឹកដីនេះគឺយើងនិយាយគ្នារួចហើយថាបែងចែកគ្នាម្នាក់ពាក់កណ្ដាលត្រូវឬអត់ប៉ុន្តែមេទ័ពសង្ឃក៏បានប្រាប់មកកាន់ហូជាវិញថាពេលនេះដោយសារតែពួកគេគឺជាគ្រួសារនឹងគ្នាចឹងហើយគាត់មិនយកទឹកដីនោះទេគាត់ឲ្យទៅហូជាទាំងអស់ហូជាឮបែបនេះក៏មានការភ្ញាក់ផ្អើលបន្តិចផងដែរហើយគាត់ក៏បាននិយាយថានៅពេលនេះដោយសារតែជើងរបស់គាត់មានបញ្ហាហើយគាត់ក៏មានវ័យចំណាស់ដូចគ្នាអញ្ចឹងហើយគាត់មិនចង់បន្តសង្គ្រាមអីនោះទេបន្តិចក្រោយមកកូនចៅរបស់លោកមេទ័ពសង្ឃក៏ស្ទាក់បាននៅសម្បត្តិសម្ងាត់មួយ
គ្រាន់តែឃើញសម្បត្តិនេះភ្លាមលោកមេតបសងក៏បានឲ្យប្រពន្ធរបស់គាត់រួមជាមួយនឹងប្រពន្ធរបស់ហូជានាំកូនប្រុសកូនស្រីរបស់ពួកគេទាំងពីរចេញទៅខាងក្រៅលោកមេតបសងក៏បានស្ដីឲ្យទៅកាន់ហូជាយ៉ាងចាស់ដៃដែលគាត់បាននិយាយថាគាត់ខំទុកហូជាជាបងប្អូនហើយគាត់មិនមានគម្រោងដណ្ដើមទឹកដីទៀតនោះទេគាត់ចង់ឲ្យហូជាគ្រប់គ្រងតែម្ដងប៉ុន្តែហូជាវិញបែរជាមានគម្រោងលួចសម្លាប់គាត់ទៅវិញភ្លាមនោះហូជាមិនរងចាំនោះទេគេក៏បានដកកំភ្លើងមកបាញ់សម្លាប់លោកមេតបសងតែម្ដងគ្រាន់តែលើសំឡេងកំភ្លើងភ្លាមទឹកមុខរបស់ឆៅម៉ាន់ក៏បានបង្ហាញយើងឲ្យដឹងថាឆៅម៉ាន់គឺគេប្រកាសជាអ្នកនៅពីក្រោយរឿងនេះដែលធ្វើឲ្យសម្បត្តិនោះបែកធ្លាយដើម្បីធ្វើឲ្យលោកមេតបសងនិងហូជាមានការកាប់សម្លាប់គ្នាហើយនៅពេលនោះដែរក៏មានពួកឃាតករជាច្រើនអ្នកមកទីនេះដើម្បីសម្លាប់ហូជាហើយមិនត្រឹមតែហូជានោះទេសូម្បីតែក្រុមគ្រួសាររបស់ពួកគេនឹងក៏គេតាមសម្លាប់ទាំងអស់ផ្ដាច់ពូជតែម្ដងហើយក្រុមទាហានដែលកំពុងតែយាមកាមនៅខាងក្រៅនឹងក៏ត្រូវបានគេសម្លាប់ទាំងអស់ផងដែរហើយពេលនេះគឺយើងដឹងកាន់តែច្បាស់ហើយថាឆៅម៉ាន់គឺជាអ្នកនៅពីក្រោយរឿងទាំងអស់ហ្នឹងហើយអ្វីដែលគេកំពុងតែធ្វើនឹងគឺមានហេតុផលតែមួយគត់គឺដណ្ដើមអំណាចពីហូជាហើយនៅពេលនេះសូម្បីតែប្រពន្ធរបស់ហូជានឹងក៏កំពុងតែបដូរជីវិតដើម្បីការពារកូនស្រីចៃដន្យនៅពេលនោះក៏មានវត្តមានរបស់លោកសងសាវលីងនឹងដែលកំពុងតែលួចអង្គចៅអ្នកភូមិក៏បានឃើញហើយក៏បានចូលមកជួយហើយកម្ចាត់ពួកនោះអស់ទៅចំណែកឯហូជាវិញកំពុងតែប្រយុទ្ធតែម្នាក់ឯងនៅខាងក្នុងក៏ព្រោះតែទាហាននៅខាងក្រៅគឺត្រូវបានគេបាញ់សម្លាប់អស់ហើយដោយសារតែឆៅម៉ាន់ឃើញថាឃាតករទាំងអស់នោះប្រហែលជាមិនអាចកម្ចាត់ហូជាបានទេអញ្ចឹងហើយគេក៏ឲ្យកូនចៅរបស់គេម្នាក់ទៀតដែលជាអ្នកពូកែក្បាច់គុណនឹងគឺចូលទៅសម្លាប់ហូជានៅពេលនេះកំពុងតែប្រឹងសម្រុកចេញជាខ្លាំងដោយសារតែឃើញកូនរបស់ខ្លួនកំពុងតែរត់នៅខាងក្រៅហើយត្រូវបានពួកឃាតករដេញសម្លាប់ហើយកូនចៅរបស់ឆៅម៉ាន់នឹងក៏កំពុងតែតាមរារាំងមិនឲ្យហូជាចុះទៅខាងក្រោមនោះទេនៅពេលដែលហូជាចុះមកដល់ខាងក្រោមកំពុងតែប្រយុទ្ធជាមួយនឹងពួកឃាតករទាំងនោះស្រាប់តែមានរទេះសេះមួយបាល់មកបុកកូនស្រីរបស់គាត់ឡើងប៉ើងហូជាខឹងខ្លាំងណាស់ក៏បានសម្លាប់ឃាតករទាំងពីរនោះអស់ទៅប៉ុន្តែមិនទាន់រួចជីវិតនោះទេដោយសារតែពួកនោះវាមានគ្នាច្រើនខ្លាំងមែនទែនហើយពួកវាក៏នៅតែបន្តដេញសម្លាប់ហូជាដដែលហើយគាត់ក៏បាននាំកូនស្រីឡើងលើរទេះសេះដើម្បីរត់គេចខ្លួនហើយពួកនោះក៏បានដេញសម្លាប់គាត់និងកូនស្រីរហូតទៅដល់ជួរភ្នំមួយហើយផ្លូវបរទេះសេះនោះគឺវាពិតជាតូចខ្លាំងមែនទែនមើលទៅវាពិតជាគួរឲ្យគ្រោះថ្នាក់ខ្លាំងណាស់ហើយកូនចៅដែលពូកែក្បាច់គុណរបស់ឆៅម៉ាន់នឹងក៏បានកាប់ហូជាធ្លាក់ពីលើរទេះសេះហើយរទេះសេះរបស់កូនស្រីគាត់នឹងក៏បានរមាធ្លាក់ចូលទៅក្នុងជ្រោះហើយហូជាវិញគាត់មិនខ្វល់ពីការឈឺចាប់នោះទេគាត់ក៏បានហក់ទៅជួយកូនស្រីរបស់គាត់ហើយពេលនេះពួកគេក៏បានរមាធ្លាក់ពីលើភ្នំចុះទៅខាងក្រោមហើយកូនចៅរបស់ឆៅម៉ាន់ក៏បានត្រឡប់ទៅវិញដោយសារតែគេគិតថាអ្នកទាំងពីរនោះប្រកាសជាស្លាប់ហើយប៉ុន្តែហូជានិងកូនស្រីមិនបានស្លាប់នោះទេហើយគេក៏បានទៅពួននៅក្រោមថ្មដ៏ធំមួយចំណែកប្រពន្ធរបស់ហូជាត្រូវបានលោកសង្ឃទាំងពីរអង្គនោះយកមកឲ្យជីងនឹងដើម្បីឲ្យជួយសង្គ្រោះជីវិតរបស់នាងហើយកន្លែងលាក់ខ្លួនរបស់ហូជានិងកូនស្រីគឺនៅជិតនឹងវត្តសៅលីងដែរអញ្ចឹងហើយគាត់ក៏បានរត់ចូលមកក្នុងវត្តសៅលីងដើម្បីឲ្យព្រះចៅអធិការវត្តសៅលីងជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់មកដល់ភ្លាមនោះលោកសង្ឃទាំងអស់ក៏ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះកូនស្រីរបស់ហូជាប៉ុន្តែមើលទៅគឺហាក់បីដូចជាគ្មានសង្ឃឹមនោះទេដោយសារតែវាហួសពេលបាត់ទៅហើយកូនស្រីរបស់គាត់នឹងក៏ត្រូវរបួសធ្ងន់ផងដែរអញ្ចឹងហើយគឺពិបាកនៅក្នុងការព្យាបាលមែនទែនហើយប្រពន្ធរបស់ហូជានឹងក៏បានបន្ទោសយ៉ាងខ្លាំងមកកាន់ហូជាផងដែរថាដោយសារតែហូជាគឺចង់សម្លាប់លោកមេតបសង្ឃទើបធ្វើឲ្យបាត់បង់នៅជីវិតកូនស្រីរបស់ពួកគេទាំងពីរហើយដោយសារតែកូនស្រីស្លាប់គឺវាយប្រហារមកកាន់ហូជាយ៉ាងខ្លាំងអញ្ចឹងហើយពេលនេះគាត់មិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនឯងបានទៀតទេគាត់បានធ្វើការវាយប្រហារទៅកាន់ចៅអធិការនិងលោកសង្ឃដទៃទៀតដោយខឹងថាលោកសង្ឃទាំងអស់គឺមិនជួយកូនស្រីរបស់គាត់ហើយជីងនឹងជីងសានក៏បានឲ្យសិស្សប្អូនទាំងអស់រៀបក្បួនដើម្បីរារាំងហូជាហើយដោយសារតែគាត់ត្រូវរបួសយ៉ាងទម្ងន់អញ្ចឹងហើយពេលនេះក៏បានសន្លប់បាត់ទៅក្រោយពីភ្ញាក់ពីសន្លប់មកវិញហូជាក៏បានដើរចេញទៅខាងក្រៅហើយគាត់ក៏បានដើរទៅធ្លាក់ចូលនៅក្នុងអន្ទាក់មួយដែលត្រូវបានដាក់ដោយលោកសង្ឃម្នាក់ដែលមានឈ្មោះថាអ៊ូតោដែលគាត់ដាក់អន្ទាក់នេះដើម្បីការពារវត្តក៏ដូចជាចាប់សត្វសាហាវប៉ុន្តែបែរជាចូលហូជាទៅវិញហើយគាត់ក៏បានប្រាប់ហូជាថាឲ្យនៅទីនេះដើម្បីរងាប់អារម្មណ៍សិនទៅចាំគាត់មកជួយវិញហូជានៅពេលនេះបានត្រឹមតែអង្គុយមើលរូបដែលកូនរបស់គាត់បានគូឲ្យគាត់ហើយឥឡូវនេះគាត់ក៏សម្រេចចិត្តថាគាត់នឹងកាត់សក់ហើយនឹងទៅឲ្យចៅអធិការវត្តបួសឲ្យគាត់ដើម្បីក្លាយទៅជាលោកសង្ឃសាវលីងតែម្ដងប៉ុន្តែជីងនឹងជីងសាននិងជីងហៃមិនចង់ឲ្យហូជាបួសនៅទីនេះនោះទេដោយសារតែគិតថានឹងនាំទុកដល់វត្តសាវលីងប៉ុន្តែចៅអធិការវត្តក៏បានសង្កេតការថាព្រះតែងតែមានចិត្តមេត្តាករុណាដល់មនុស្សលោកជាងហើយគឺមិនប្រកាន់ថាអ្នកណាមកពីណានោះទេឲ្យតែមាននិស្ស័យជាមួយព្រះគឺនឹងទទួលទាំងអស់អញ្ចឹងហើយចៅអធិការក៏បានផ្ដល់ឱកាសឲ្យគេបួសរៀននៅវត្តសាវលីងនេះបណ្ដោះអាសន្នបន្ទាប់មកអ៊ូតោក៏បានហៅហូជាដើម្បីឲ្យទៅជួយគាត់នៅក្នុងការចែកនំប៉័ងឲ្យអ្នកភូមិដែលកំពុងតែខ្វះខាតដែលរឿងទាំងអស់នេះគឺហូជាមិនធ្លាប់ធ្វើនោះទេដោយសារតែពីមុនគឺចេះតែសម្លាប់មនុស្សហើយនៅពេលដែលគាត់ឃើញជីងនឹងកំពុងតែបង្រៀនក្បាច់គុណគាត់ក៏ចាប់អារម្មណ៍ផងដែរប៉ុន្តែនៅពេលដែលជីងនឹងងាកមកគាត់ក៏ដើរចេញដោយសារតែគាត់នៅមានភាពរអេសចិត្តដែលកន្លងមកគឺតែងតែធ្វើបាបលោកសង្ឃសាវលីងហើយចំពោះអ៊ូតោពេលនេះគឺកំពុងតែបង្ហាញក្បាច់ឆាបន្លែដ៏អស្ចារ្យអ៊ូតោគាត់មិនចេះក្បាច់គុណនោះទេប៉ុន្តែរឿងធ្វើម្ហូបនៅក្នុងវត្តគឺទុកចិត្តលើគាត់ចោះ
ចំណែកឯហូជាពេលនេះនៅពេលដែលកន្លែងវឹកហាត់គឺមិនមានលោកសង្ឃហាត់ទេគេក៏បានមកហាត់តែម្នាក់ៗឯងហើយនៅពេលដែលជីងនឹងកូនសិស្សទាំងអស់មកដល់គេក៏បានដើរចេញប៉ុន្តែជីងនឹងក៏បានហៅគេឲ្យមកហាត់ជាមួយគ្នាទៅហូជានៅពេលនេះបានធ្វើនៅរឿងល្អៗជាច្រើនដូចជាបន្តចែកនំប៉ាវជូនអ្នកភូមិជួយចៅអធិការនៅក្នុងការព្យាបាលមនុស្សហើយទៅជួយជួសជុលរទេះរបស់អ្នកភូមិអីជាដើមហើយនៅពេលដែលជួសជុលរទេះនោះក៏មានក្មេងម្នាក់ដែលបានឲ្យនំប៉ាវមកកាន់គេហើយគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលមនុស្សគ្រប់គ្នាកំពុងតែចូលចិត្តគេក៏លេចមកមើលឆៅម៉ាន់ពេលនេះគឺគេកំពុងតែមានអំណាចខ្លាំងមែនទែនដោយសារតែគេកំពុងតែជំនួសតួនាទីរបស់ហូជាហើយឆៅម៉ាន់នឹងក៏បានហៅមេតបទាំងអស់មកពិភាក្សាគ្នាដើម្បីចូលរួមនៅក្នុងការសាងសង់ផ្លូវដែកឲ្យជនបរទេសប៉ុន្តែមេតបដទៃផ្សេងទៀតនឹងហាក់ដូចជាមិនគាំទ្រនៅគម្រោងមួយនឹងនោះទេដែលពួកគាត់នឹងក៏បានលើកឡើងដោយហូជាបាននិយាយពីមុនអញ្ចឹងថាបើគាំទ្រនៅគម្រោងសាងសង់ផ្លូវដែកឲ្យជនបរទេសមួយនឹងគឺហាក់បីដូចជាបើកផ្លូវឲ្យពួកគេចូលមកកាន់កាប់ទឹកដីចិនអញ្ចឹងដោយសារតែមេតបទាំងអស់មិនពេញចិត្តនឹងរឹកពីរបស់ឆៅម៉ាន់នោះទេហើយនៅពេលនេះពួកគេក៏បានធ្វើការដើរចេញប៉ុន្តែក៏ត្រូវបានកូនចៅរបស់ឆៅម៉ាន់វាយពួកគេឡើងត្រូវរបួសជាទម្ងន់បន្ទាប់មកនឹងឆៅម៉ាន់ក៏បានគំរាមទៅកាន់អ្នកទាំងអស់គ្នាថាអ្នកណាក្បត់គេនឹងមានលទ្ធផលបែបនេះហើយមិនត្រឹមតែខ្លួនឯងនោះទេសូម្បីតែគ្រួសារក៏គេមិនឲ្យបានសុខផងដែរនៅថ្ងៃមួយជីងនឹងរួមជាមួយនឹងហូជាដែលកំពុងតែយកនំប៉ាវមកចែកឲ្យអ្នកភូមិនឹងក៏បានស្ដាប់ឮពួកគាត់និយាយប្រាប់ថាកូនរបស់គាត់គឺខានមកផ្ទះជាង20ថ្ងៃហើយដោយសារតែឆៅម៉ាន់កំពុងតែសាងសង់ផ្លូវដែកអញ្ចឹងហើយពួកគេបានចាប់កម្មករជាច្រើនដើម្បីទៅឲ្យសាងសង់ផ្លូវដែកមួយហ្នឹងបន្ទាប់មកនឹងហូជាក៏បានទៅមើលនៅកន្លែងកម្មករធ្វើការនោះគាត់ក៏បានបង្ហាញខ្លួនឲ្យក្រុមទាហានយាមនៅទីនោះបានឃើញនៅពេលដែលពួកគេឃើញហូជាពួកគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគេមិននឹកស្មានថាហូជាគឺនៅមានជីវិតដែលពេលនេះហូជាក៏បានសម្លុតឲ្យពួកគេចាកចេញពីទីនោះហើយកម្មករដែលកំពុងតែធ្វើការហ្នឹងក៏បានមកប្រាប់ហូជាថាឆៅម៉ាន់បានបោកឲ្យពួកគេមកសាងសង់ផ្លូវដែកប៉ុន្តែជាក់ស្ដែងគឺវាមិនមែនទេដែលឆៅម៉ាន់គឺបានមកខំឲ្យពួកគេជីកយកនៅវត្ថុបុរាណដើម្បីឲ្យជនបរទេសដើម្បីជាថ្នូរនៅក្នុងការបដូរយកកំភ្លើងធំនិងសភាវុធជាច្រើនហើយដើម្បីកុំឲ្យបែកការឆៅម៉ាន់ក៏បានចាប់ពួកគេទៅដាក់គុកក្រោមដីដើម្បីរងចាំថ្ងៃប្រហារជីវិតតែម្ដងបន្ទាប់មកហូជាក៏បានយកសាកសពអ្នកដែលបានស្លាប់នៅក្នុងរណ្ដៅធ្វើការនឹងមកឲ្យក្រុមគ្រួសាររបស់ពួកគេវិញនៅពេលនេះដំណឹងដែលហូជាមិនទាន់ស្លាប់ហើយកំពុងតែស្នាក់នៅវត្តសៅលីងនឹងក៏ត្រូវលេចលឺទៅដល់ឆៅម៉ាន់មិនចាំយូរទេឆៅម៉ាន់ក៏បានដឹកនាំកងទ័ពមកជាច្រើននៅក្នុងវត្តសៅលីងដើម្បីសម្លាប់ហូជាហើយពេលនោះដែរជីងសានិងជីងហៃគឺចង់ទៅប្រូរជីវិតជាមួយនឹងឆៅម៉ាន់ដើម្បីការពារវត្តសៅលីងប៉ុន្តែជីងនឹងក៏បានរារាំងឲ្យមិនឲ្យពួកគេទាំងពីរចេញទៅនោះទេហូជាក៏បានលើកឡើងនៅគំនិតមួយហើយគេក៏បាននិយាយថាគេនឹងចេញទៅខាងក្រៅដើម្បីពន្យាពេលជាមួយនឹងឆៅម៉ាន់ដើម្បីទុកពេលឲ្យជីងនឹងជីងសានិងជីងហៃទៅសំណាក់របស់ឆៅម៉ាន់ដើម្បីដោះលែងអ្នកភូមិមកវិញជីងសានក៏បាននិយាយថាធ្វើបែបនេះដូចជាឲ្យហូជាទៅស្លាប់អញ្ចឹងហូជាក៏បាននិយាយថាប៉ះសិនបើជីវិតរបស់គាត់ម្នាក់អាចជួយអ្នកភូមិបានច្រើនអ្នកអញ្ចឹងឲ្យគាត់សុខចិត្តលះបង់ជីវិតពេលដែលហូជាចុះមកដល់ខាងក្រោមក៏បានទះកំភ្លៀងឆៅម៉ាន់មួយដៃឆៅម៉ាន់ក៏បានប្រាប់ហូជាថាគាត់នឹកហូជាស្ទើរតែស្លាប់ទៅហើយហូជាក៏បានសួរទៅកាន់ឆៅម៉ាន់ថាបើគាត់មិនស្លាប់ឆៅម៉ាន់មិនអាចដេកលក់មែនទេឆៅម៉ាន់ក៏បានវាយមួយដៃយ៉ាងធ្ងន់ទៅកាន់ហូជាប៉ុន្តែហូជាមិនតដៃនោះទេគាត់កំពុងតែទ្រាំហើយឆៅម៉ាន់នឹងក៏បានប្រាប់ទៅកាន់ហូជាថាដើម្បីធ្វើកិច្ចការធំបើមិនចិត្តសាហាវចិត្តដាច់ទេគឺមិនអាចធ្វើកិច្ចការធំបានទេហើយនេះគឺជាអ្វីដែលហូជាធ្លាប់បានបង្រៀនគាត់ហូជាក៏បានប្រាប់ថាឲ្យតែព្រមដកទ័ពក៏សុខចិត្តឲ្យឆៅម៉ាន់ចាប់ខ្លួនហើយឆៅម៉ាន់ក៏បានបញ្ជាឲ្យចាប់ចៅអធិការវត្តចងព្យួរនៅខាងមុខហើយចៅអធិការវត្តក៏យល់ព្រមដោយសារតែចង់ជួយជីវិតរបស់អ្នកភូមិហើយនៅកន្លែងឆៅម៉ាន់ពេលនេះគឺពួកគេកំពុងតែដឹកជញ្ជូននៅវត្ថុបុរាណហើយពេលនេះលោកសង្ឃទាំងអស់ក៏បានមកដល់ទីនេះហើយកំពុងតែឃ្លាំមើលនៅខាងលើដើម្បីរកឱកាសជួយអ្នកភូមិចំណែកឯហូជានៅខាងក្នុងក៏បានប្រាប់ទៅកាន់ឆៅម៉ាន់ថាឲ្យបកក្រោយទៅកុំឲ្យធ្វើដូចគេពីមុនគឺអំណាចនឹងមាសប្រាក់បនស័កអីហ្នឹងគឺសិតតែជារបស់ក្រៅខ្លួននោះទេប៉ុន្តែមកដល់ម៉ោងនេះហើយឆៅម៉ាន់គឺគ្មានអារម្មណ៍ស្ដាប់នៅពាក្យទាំងអស់ហ្នឹងនោះទេគេក៏បានវាយទៅកាន់ហូជាហើយក៏បានចាប់ប្រពន្ធរបស់គាត់មកផងដែរចំណែកឯក្រុមលោកសង្ឃរបស់យើងវិញពេលនេះក៏បានបំបែកគ្នាជាពីរក្រុមដោយមួយក្រុមបង្កើតជាភ្លើងឆេះនៅខាងមុខដើម្បីឲ្យក្រុមទាហានចាក់ចេញហើយមួយក្រុមទៀតគឺមកជួយដោះលែងអ្នកភូមិជីងនឹងនៅពេលនេះក៏បានមកប៉ះជាមួយនឹងកូនចៅចំណិតរបស់ឆៅម៉ាន់ដែលគឺជាម្នាក់នៅក្នុងចំណោមអ្នកដែលពូកែក្បាច់គុណហើយជីងនឹងក៏អាចប្រយុទ្ធយកឈ្នះដោយធាក់មួយជើងធ្វើឲ្យកូនចៅរបស់ឆៅម៉ាន់បានតាក់កជាមួយនឹងប្រឡាលួស្លាប់បាត់ទៅហើយឆៅម៉ាន់ពេលនេះកំពុងតែធ្វើទារុណកម្មទៅកាន់ប្រពន្ធរបស់ហូជាដែលគេបានចាប់នាងជ្រមុជចូលទៅក្នុងទឹកស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយកំពុងតែធ្វើទារុណកម្មនឹងកូនចៅរបស់គេក៏បានមកប្រាប់ថាលោកសង្ឃទាំងអស់កំពុងតែមកទីនេះដើម្បីដោះលែងអ្នកទោសហើយពួកគេទប់ទល់មិនជាប់នោះទេក៏បានហៅឆៅម៉ាន់ឲ្យទៅទីនោះហើយជីងនឹងដែលកំពុងតែនាំសិស្សប្អូនទាំងអស់ចាក់ចេញពីទីនេះក៏ត្រូវបានកូនចៅរបស់ឆៅម៉ាន់ម្នាក់ទៀតធាក់គាត់មួយជើងធ្វើគាត់បោកក្បាលទៅនឹងថ្មហើយក៏ក្អួតឈាមតែម្ដងហើយគាត់ក៏ខំប្រឹងក្រោកឡើងដើម្បីទៅជួយជម្លៀសសិស្សប្អូនឲ្យចេញហើយគាត់នឹងនៅទីនេះប្រយោជន៍តែម្នាក់ឯងនោះទេហើយនៅពេលនេះឆៅម៉ាន់ក៏បាននាំកងទ័ពមកដល់ហើយក៏បានបាញ់ចំនួន2គ្រាប់ទៅកាន់ជីងនឹងតែម្ដងហើយជីងនឹងក៏ខំស្រែកប្រាប់ទៅសិស្សប្អូនទាំងអស់ថាមិនបាច់សម្រុកមកជួយគេនោះទេឲ្យគេរត់គេចខ្លួនទៅ
ហើយនៅពេលនេះជីងនឹងក៏បានបដូរជីវិតរារាំងមិនឲ្យពួកគេចេញពីទីនេះនោះទេហើយឆៅម៉ាន់ក៏បានកាប់ទៅលើជីងនឹងជាច្រើនកំបិតហើយនៅពេលនេះគឺធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតបាត់ទៅចំពោះចៅអធិការដែលកំពុងតែត្រូវបានគេចងព្យួរនៅទីនេះកូននេនមួយក្រុមនេះគឺកំពុងតែមកសុំអង្វរឲ្យទាហានទាំងអស់ដោះលែងប្រជាអធិការទៅទោះបីជាត្រូវបានទាហានទាំងអស់បាញ់គំរាមយ៉ាងណាក្តីក៏កូននេនទាំងអស់នោះមិនបោះបង់នោះទេដែលមកដល់កូននាងទាំងអស់នោះក៏បានប្រាប់ទៅកាន់ទាហានទាំងអស់ថាឲ្យទម្លាក់កំភ្លើងចោះបកក្រោយជាត្រើយនៃក្តីសុខទាហានទាំងអស់រៀបនឹងទុនចិត្តទៅហើយប៉ុន្តែក៏ត្រូវបានទាហានមួយទៀតបាញ់សម្លាប់ពួកគេហើយពួកនឹងក៏បានវាយប្រហារមកកាន់កូននាងទាំងអស់ហើយកូននាងទាំងនោះក៏មិនធម្មតានោះទេម្នាក់ៗគឺសិតតែចេះក្បាច់គុណនៅពេលដែលវាយទាហានសន្លប់ហើយនឹងក៏ឆ្លៀតសាមាសម្ពុទ្ធទៀតនេះគេហៅថាវាយបែបអ្នកបួសចំណែកអ៊ូតោពេលនេះគឺត្រូវបានទាហានមួយក្រុមឡើងពាត់គេហើយអ៊ូតោក៏ខំប្រាប់ទៅទាហានទាំងនោះថាគេមិនចេះក្បាច់គុណនោះទេអញ្ចឹងហើយក៏មកវាយជាមួយគេអីនៅពេលនោះអ៊ូតោក៏បានប្រើក្បាច់ឆាបន្លែរបស់គាត់បានទប់ទល់ជាមួយនឹងពួកនោះបានមួយសន្ទុះប៉ុន្តែក៏ត្រូវបានពួកនោះកាប់គាត់ឡើងរបួសហើយនៅពេលនេះដោយសារតែឈឺសាច់ហើយការអត់ធ្មត់របស់លោកសង្ឃគឺមានដែនកំណត់ដូចគ្នាអញ្ចឹងហើយគាត់ក៏បានប្រាប់ថាបដូរជីវិតជាមួយនឹងពួកនឹងតែម្ដងនៅពេលនេះអ៊ូតោក៏បានប្រើក្បាច់ឆាមីម្ដងដើម្បីប្រយុទ្ធជាមួយនឹងពួកនឹងហើយគាត់ក៏បានចាប់ទាហានមួយបោកដូចជាម្សៅដែលគាត់ធ្វើមីរាល់ដងអញ្ចឹងនឹងហើយវគ្គនេះគឺអ៊ូតោគាត់វាយបែបកំប្លែងនោះទេដែលសត្វតែយើងដឹងហើយថាតួអង្គរបស់ Jackie Chan ឬក៏ Chen Long ហ្នឹងវាយរឿងណាក៏កំប្លែងដែរហើយនៅពេលនេះលោកសង្ឃទាំងអស់ក៏បានជួយសង្គ្រោះអ្នកភូមិបានសម្រេចហើយពួកគេក៏បានត្រឡប់មកផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារបន្ទាប់មកចៅអធិការសៅលីងក៏បានប្រាប់ទៅកាន់អ្នកភូមិទាំងអស់ឲ្យពួកគេរៀបចំអីវ៉ាន់ចាក់ចេញពីទីនេះទៅដោយសារតែមិនយូរទេក្រុមទាហានទាំងអស់នឹងមកទីនេះដើម្បីសម្លាប់ពួកគេនៅពេលដែលអ្នកភូមិកំពុងតែជម្លៀសខ្លួនចេញពេលនេះឆៅម៉ាន់ក៏បានដឹកនាំកងទ័ពមកដល់ទីនេះហើយក៏បានធ្វើការដាក់គ្រាប់បែកបំផ្ទុះខ្លោងទ្វារវត្តសៅលីងអញ្ចឹងហើយលោកសង្ឃសៅលីងទាំងអស់ក៏ខំទៅរារាំងពួកកងទ័ពទាំងនោះមិនឲ្យដេញសម្លាប់អ្នកភូមិនោះទេហើយដើម្បីរារាំងកងទ័ពទាំងអស់នឹងព្រះសង្ឃសៅលីងក៏បានពលីជីវិតជាច្រើនផងដែរដោយសារតែពួកនឹងគឺមានកំភ្លើងគ្រប់ដៃទាំងអស់ហើយជីងសានក៏បានមកប្រយុទ្ធតទល់ជាមួយនឹងកូនចៅរបស់ឆៅម៉ាន់ដោយការប្រយុទ្ធនោះគឺពិតជាសាហាវខ្លាំងមែនទែនហើយពេលនេះកូនចៅរបស់ឆៅម៉ាន់ក៏បានកាប់ត្រូវជីងសានមួយកំបិតបន្ទាប់មកនឹងគេក៏បានកាប់ឡើងដាច់កំបិតរបស់ជីងសានហើយពេលនេះជីងសានគឺត្រូវរបួសខ្លាំងមែនទែនហើយកូនចៅរបស់ឆៅម៉ាន់ក៏បាននិយាយឌឺមកកាន់ជីងសានផងដែរថាក្បាច់គុណរបស់សៅលីងគឺពិតជាអន់ខ្លាំងណាស់គ្មានគីឡូជាមួយគេនោះទេហើយគេក៏បានចាក់ទៅកាន់ជីងសានមួយកំបិតចូលពោះតែម្ដងហើយជីងសានគឺនៅតែខំរុលទៅខាងមុខដើម្បីយកកំបិតដែលសល់បន្តិចហ្នឹងគឺចាក់ចូលទៅក្នុងដើមទ្រូងម្ដងម្នាក់នោះហើយនៅពេលនេះពួកគេក៏បានស្លាប់ទាំងពីរនាក់ទៅចំណែកឯហូជាជាមួយនឹងឆៅម៉ាន់វិញក៏កំពុងតែប្រយុទ្ធគ្នានៅខាងលើពេលវាយដំបូងនឹងឆៅម៉ាន់ក៏មានប្រៀបទៅកាន់ហូជាបន្តិចប៉ុន្តែហូជានឹងក៏អាចយកឈ្នះឆៅម៉ាន់វិញដោយដាក់គេមួយដំបងដួលទៅនឹងដីហើយឆៅម៉ាន់ក៏និយាយថាព្រមចាញ់ហើយនៅពេលដែលហូជាបន្ធូរដៃឆៅម៉ាន់ក៏ឆ្លៀតឱកាសវាយឆ្មក់វិញតែម្ដងហើយពេលនោះគេប៊ីនឹងចាក់សម្លាប់ហូជាបាត់ទៅហើយប៉ុន្តែក៏ត្រូវបានហូជាកិច្ចទាន់ចំណែកពួកកងទ័ពបរទេសនៅខាងក្រៅក៏កំពុងតែត្រៀមនៅកំភ្លើងធំដើម្បីបាញ់កំទេចវត្តសៅលីងចោលតែម្ដងដោយសារខឹងថាលោកសង្ឃទាំងអស់គឺបានបំផ្លាញនៅគម្រោងរបស់គេដែលពួកគេបានលួចនៅវត្ថុបុរាណទាំងអស់នោះហើយនៅពេលនេះមិនថាលោកសង្ឃសៅលីងឬក៏កងទ័ពរបស់ឆៅម៉ាន់នោះទេគឺពួកនឹងសម្លាប់ចោលទាំងអស់ចំណែកព្រះសង្ឃម្នាក់ដែលមានឈ្មោះថាជីងហៃដែលជាសិស្សប្អូនទី3នឹងនៅពេលនេះគេឃើញថាមានក្មេងស្រីម្នាក់ដែលកំពុងតែនៅជាប់នៅខាងក្រោមអញ្ចឹងហើយជីងហៃក៏បានបដូរជីវិតទៅជួយក្មេងស្រីម្នាក់នោះហើយក៏ធ្វើឲ្យកូនចៅរបស់ឆៅម៉ាន់នឹងបាញ់សម្លាប់ជីងហៃតែម្ដងហើយពេលនេះសូម្បីតែលោកគ្រូចៅអធិការនឹងក៏បដូរជីវិតប្រយុទ្ធផងដែរហើយក៏ត្រូវបានពួកនោះបាញ់សម្លាប់ចោលដូចគ្នាចំណែកឯហូជានិងឆៅម៉ាន់ដែលកំពុងតែប្រយុទ្ធគ្នានៅខាងលើវិញក៏ត្រូវបានគ្រាប់កំភ្លើងផ្លោងចំផងដែរហើយនៅពេលនេះពួកគេទាំងពីរគឺមានរបួសជាទម្ងន់ដូចគ្នាឆៅម៉ាន់ប៊ីតែធ្លាក់ទៅខាងក្រោមទៅហើយប៉ុន្តែក៏ត្រូវបានហូជាជួយសង្គ្រោះពេលឡើងមកដល់ខាងលើនឹងគេនៅតែមិនទាន់បោះបង់គំនិតដែលចង់សម្លាប់ហូជានោះទេហើយពេលនោះក៏មានដុំឈើមួយធ្លាក់ពីលើមកហើយហូជាគឺនៅតែជួយសង្គ្រោះឆៅម៉ាន់ដដែលហើយនៅពេលនេះឆៅម៉ាន់គឺគេចាប់ផ្ដើមភ្ញាក់ខ្លួនហើយថាតាមពិតទៅហូជាគឺទុកគេដូចជាប្អូនប្រុសបង្កើតអញ្ចឹងប៉ុន្តែអ្វីៗគឺហួសពេលអស់ទៅហើយពួកជនបរទេសដែលកំពុងតែផ្លោងកំភ្លើងដាក់វត្តសៅលីងនឹងក៏ត្រូវបានលោកសង្ឃទាំងអស់មកដល់ទីនេះហើយក៏ធ្វើការកាប់សម្លាប់ពួកនោះចោលទាំងអស់តែម្ដងហើយនៅពេលនេះឆៅម៉ាន់គេដើរចេញមកខាងក្រៅគឺឃើញថាមានសាកសពជាច្រើនដែលកំពុងតែស្លាប់គរជើងគ្នាពេលនេះអញ្ចឹងហើយឆៅម៉ាន់គឺមានការសោកស្ដាយជាខ្លាំងដែលខ្លួនឯងបានសាងនៅទង្វើមួយនេះនៅពេលនេះមានតែអ៊ូតោជាមួយនឹងកូននេនមួយចំនួនរួមជាមួយនឹងអ្នកភូមិប៉ុន្មានអ្នកទេដែលនៅរស់រានមានជីវិតហើយសាច់រឿងក៏បានបញ្ចប់ត្រង់កន្លែងនេះហើយសម្រាប់ admin គឺរឿងនេះគឺពិតជាល្អមើលផងហើយកំសត់ផងដែរចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយបើអ្នកទាំងអស់គ្នាមើលមកដល់ទីនេះកុំភ្លេច like comment ក៏ដូចជា subscribe ឲ្យ admin ម្នាក់មួយមកអញ្ចឹងមនុស្សស្មោះទាំងអស់គ្នាកុំភ្លេចជួបគ្នានៅវីដេអូសម្រាប់រឿងក្រោយៗទៀតរបស់ admin ជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ